Toyota Land Cruiser ឆ្នាំ2008ដែលអ្នកទាំងអស់គ្នាឲ្យឈ្មោះថាជាស្ដេចរថយន្តនៅលើដងផ្លូវមិនថាផ្លូវ off-road ឬក៏ផ្លូវលើទេគឺវាមើលទៅហាប់ណាស់និងមានអំណាចខ្លាំងមែនតើឥឡូវនេះមកដឹងពីសមត្ថភាពរបស់វាជាមួយខ្ញុំពីជំរឿនម៉ាស៊ីនដែលពេញនិយមនៅក្នុងប្រទេសកម្ពុជាមានពីរជំរឿនមួយ V8 ឬក៏ V8 ដែលមានចំនួនស៊ីឡាំង 5.7 លីត្រផលិតកម្លាំងបាន381 horsepower កម្លាំងរមួល544 Newton-m ប្រើប្រាស់ប្រអប់លេខ6វគ្គអូតូពាន់បើកបរ full time ឬក៏ 4WD កម្រិតស៊ីសាំងជាមធ្យមចន្លោះពី15ទៅ18លីត្រក្នុង100គីឡូផ្លូវលៀនហើយវាល្អប្រើមែនតើសម្រាប់អ្នកបើកបរផ្លូវឆ្ងាយជំរឿនទី2ម៉ាស៊ីន6ឬក៏ V6 ណូស៊ីឡាំង 4.លីត្រផលិតកម្លាំងបាន271 horsepower កម្លាំងរមួល385 Newton-m ប្រអប់លេខ5វគ្គអូតូជាមួយនឹងប្រព័ន្ធបើកបរ full time ឬក៏ 4WD ដូចគ្នាកម្រិតស៊ីសាំងជាមធ្យមចន្លោះពី13ទៅ15លីត្រក្នុង100គីឡូវាស័ក្តិសមបំផុតសម្រាប់អ្នកដែលសំចៃបើនិយាយពី option របស់គេគឺមានច្រើនមែនតើដូចជាកៅអីស្បែកអគ្គិសនី smart key ឬក៏ប៊ូតុង start stop ហ្នឹង double berg sunroof cruise control ត្រង់ touch screen មានកាមេរ៉ាក្រោយ parking sensor ជំនួយក្នុងការចូលចតមានប្រព័ន្ធជំនួយក្នុងការបើកបរដូចជា ground control បើកបរ off road ប្រព័ន្ធជំនួយក្នុងការឡើងចំណតហើយបើនិយាយពីការបើកបរវិញមិនថាផ្លូវ off road ឬក៏ផ្លូវលើទេទុនហាប់ណែនដល់50%ក្នុងការបើកបរខ្លាំងមែនតើចំណែកឯស្ពេចខ្លះក៏មានទូទឹកកកឲ្យខ្លះទៀតក៏អត់ហើយបងប្អូនយល់យ៉ាងណាដែរបើសិនជាឡានធ្លាក់នៅសល់តម្លៃ$10000តើបងប្អូនពិចារណាក្នុងការទិញទេ